Bà chỉ biết bóng ổnนี่คือกระสูอาริส3 4 0 4បាទដែលខ្ញុំដាំវានេះកាលពីចុងខែ5ឆ្នាំ2024ហើយថ្ងៃនេះទី9បាទខែ10ឆ្នាំ2025ហើយពេលនេះគឺជាពេលវេលាមួយដែលយើងអាចនិយាយថាដាច់ទឹកភ្លៀងហើយអញ្ចឹងកระสูនេះបើសិនជាយើងមិនគ្រាវចុងវាទេវានឹងអាចលូតវែងបាទដើមខ្លះដោយបងប្អូនបានឃើញនេះលូតវែងខ្លាំងអញ្ចឹងយើងត្រូវគ្រាវវាហើយការគ្រាវជាទូទៅគឺយើងប្រើវិធីបាច់ចុងបាទសម្រាប់ដើមនេះវាខ្ពស់ណាយើងកាត់វាទុក2 ម៉ែត្រកន្លះទៅ3 ម៉ែត្រនេះដូចបងប្អូនបានឃើញកន្លែងខ្ញុំបំរុងនឹងកាត់នេះខាងក្រោមនឹងមានខ្នែងរួចទៅហើយអញ្ចឹងទេយើងកាត់ត្រឹមហ្នឹងបាទនេះជាធម្មតាបើសិនជាដើមនឹង2 ម៉ែត្រកន្លះទៅ3 ម៉ែត្រវិធីដែលយើងគួរធ្វើគឺយើងបាច់ចុងនេះណាយើងគ្រាន់តែកេះចុងអញ្ចឹងទៅកេះចុងឲ្យចេញជាប់បន្តិចអញ្ចឹងហើយវាបែកមែកតាមនេះបន្ទាប់មកមែកវាបែកយើងគ្រាវវាទុកតែ3 ម៉ែកបានហើយបាទដូចមុំចក្រានទៅណាទុក3 ម៉ែកអញ្ចឹងទៅប៉ុន្តែដោយសារដើមខ្លះវែងយើងមិនអាចចាំថា2 ម៉ែត្រកន្លះឬក៏3 ម៉ែត្របានយើងដើរបាច់ទាំងអស់ទេពីព្រោះការដែលយើងដាំតាមចំការគឺរាប់ពាន់រាប់ម៉ឺនដើមអញ្ចឹងទេមិនមានពេលណាដើរបាច់គ្រប់រងគ្រប់ពេលទេអញ្ចឹងយើងអាចថាចូលដល់ខែ10ជាពេលវេលាមួយដែលដាច់ទឹកភ្លៀងឬក៏ទឹកភ្លៀងវាអាយាលហើយអញ្ចឹងគឺយើងកាត់វាបែបហ្នឹងណាកាត់បែបហ្នឹងដើម្បីឲ្យដើមហ្នឹងដុះខ្នែងកាលណាដុះខ្នែងមកខ្នែងច្រើនយើងកាត់ទុកតែ3នេះទៅបានហើយនៅពេលដែលវាដុះខ្នែងមកត្រួយខ្ចីនៅពេលដែលទឹកភ្លៀងដាច់ហើយវាអត់សូវខូចត្រួយហ្នឹងទេតែបើសិនជាយើងកាត់នៅកណ្ដាលភាសាលាស់ត្រួយខ្ចីមកនឹងខូចអញ្ចឹងកាត់បែបនេះបងប្អូនណានេះយើងកាត់បែបហ្នឹងនេះកាត់ចឹងទៅដើមនេះវាមានមែកវាទៅនឹងដែរណាវាមានមែកស្រាប់ចឹងយើងស្រួលទេតែយើងកាត់តែប៉ុណ្ណឹងមកដើមនេះបងប្អូនមើលមែកវាអត់មានទេវាឡើងទៅលើរហូតអញ្ចឹងបើយើងបដោយវាទៀតគឺអត់បានទេមែកវាអត់ស្អាតអញ្ចឹងហើយយើងត្រូវតែកាត់ទោះបីជាមានបងប្អូនខ្លះគាត់ថាកាត់ចុងអញ្ចឹងទៅវាមិនស្អាតឬក៏មិនត្រូវបច្ចេកទេសសម្រាប់ខ្ញុំការដែលកាត់បែបនេះគឺចាំបាច់ដោយសារអីការដែលយើងកាត់ទៅគឺធ្វើឲ្យកម្ពស់វាប្រហាក់ប្រហែលគ្នាហើយបន្តមកទៀតរីកដើមកស៊ូដែលគ្រាវចុងដើមវាពីយើងគ្រាវមកនេះគឺរីកស្មើល្អបាទរៀងវាជាស៊ីឡាំងតែបើសិនជាយើងអត់គ្រាវទេដើមខ្លះលូតទៅវែងខ្លាំងតែម្ដងបងប្អូនបាទអញ្ចឹងការគ្រាវចុងនេះចាំបាច់ណាគ្រាន់តែថាធ្វើយ៉ាងម៉េចកុំឲ្យដើមនឹងធំខ្លាំងហើយបានយើងគ្រាវនេះដូចកន្លែងនេះបងប្អូនណានេះបងប្អូនមើលកម្ពស់អញ្ចឹងយើងមិនបាច់ចាំកាត់នឹងកត្រៃទេយើងគ្រាន់បកោងអញ្ចឹងមកនេះឃើញទេចុងអញ្ចឹងបាច់តែប៉ុណ្្នឹងមកកាលណាយើងបាច់អញ្ចឹងតិចទៀតទៅវាដោះមែកនេះកន្លែងនេះច្រើនដោះមែកកន្លែងនឹងច្រើនយើងកាត់វាដូចខ្ញុំជំរាបជូនខាងដើមមិញទុកតែ3ទៅបានហើយណាធ្វើបែបហ្នឹងប៉ុន្តែសួរថាធ្វើអញ្ចឹងបានគ្រប់ដើមទេអត់ទេដោយសារដើមខ្លះក៏លូតលឿនដើមខ្លះក៏លូតយឺតអញ្ចឹងទេយើងមិនមានពេលណាដើមដង1ជួរ2ជួរឬក៏100 200ដើមទេចំការខ្លះរតែពេលធ្វើស្មៅមិនបានផងរាប់ពាន់រាប់ម៉ឺនដើមអញ្ចឹងទេបើសិនជាសម្រាប់ខ្ញុំគឺយើងធ្វើបែបហ្នឹងណាយើងបន្ទាប់ពីមេឃដាច់ទឹកភ្លៀងតិចហើយគឺយើងប្រើកត្រៃហ្នឹងណាយើងប្រើកត្រៃហ្នឹងទាញកាត់ចឹងមកនេះណាទាញចឹងមកហើយយើងកាត់ចឹងទៅណាអញ្ចឹងយើងវាស់កម្ពស់វាត្រឹមប៉ុន្មានអាចថា2 ម៉ែត្រកន្លះចឹងទៅហើយអានេះផ្នែកនេះគេត្រូវកាត់ចោលបងប្អូនណាគេមានកត្រៃវាសម្រាប់កាត់ចោលពីព្រោះកស៊ូគឺគេជាដើមបានមកវែងអញ្ចឹងកាលណាយើងទុកអាហ្នឹងអត់កើតទេអញ្ចឹងយើងកាត់ផ្នែកនឹងចោលទៅតិចទៀតកន្លែងនេះគឺវានឹងទាញត្រង់ធម្មតាហើយនៅពេលធំទៅនោះបាទអញ្ចឹងកន្លែងនេះគឺយើងកាត់មែកនឹងហើយយើងគ្រាវចុងនេះហើយរបៀបគ្រាវចុងនេះអ្នកខ្លះក៏ថាក្បួចលឹកណាអ្នកខ្លះគាត់ក្បួចលឹកចេះកាត់ក្បួចលឹកក៏បានដែរប៉ុន្តែយើងយកល្អគ្រាន់តែបាច់ចុងមិនបន្តិចទៅណាបាច់ចុងមិនបន្តិចទៅចឹងទេនេះគ្រាន់តែវិធីខ្លះនេះដូចបងប្អូនបានមើលនេះណានេះកាត់ចឹងមកវែងយើងប្រើកត្រៃបែបហ្នឹងស្រួលអានេះតំណឹងហើយយើងកាត់ចឹងមកបាទឃើញនេះជាក់ស្ដែងដូចដើមនេះបងប្អូនណានេះបងប្អូនមើលវែងកម្ពស់អានេះមួយដងនេះ2 ម៉ែត្រកន្លះហើយឡើងទៅលើទៀតជាង3 ម៉ែត្រអញ្ចឹងខ្ញុំកាត់តម្លាក់ចោលវែងបើសិនជាយើងអត់កាត់នេះមានបងប្អូនខ្លះថាមិនឲ្យកាត់ទេសម្រាប់ខ្ញុំអត់ទេ
កាលណាយើងអត់កាត់វាចេះស្រងឡើងទៅលើកាលណាចេះស្រងឡើងទៅលើដើមនឹងអត់រីកធំល្អហើយវាអត់សូវមានមែកទេកាលណាអត់សូវមានមែកថ្ងៃក្រោយទៅលំហូរជ័រឬក៏កម្លាំងដើមវាមិនដូចដើមណាដែលមានមែកច្រើនទេអញ្ចឹងតាក់ទងជាមួយកូនកស៊ូឬក៏ពូជកស៊ូមានចរិតលក្ខណៈខុសៗគ្នាបាទពូជខ្លះមែកច្រើនអញ្ចឹងយើងគ្រាន់តែតែងមែកពីក្រោមដល់លើយើងប្រឡែងក៏បានពូជខ្លះវាអត់សូវមានមែកទេចរិតលក្ខណៈពូជវាអត់សូវមានមែកអញ្ចឹងទេយើងត្រូវតែគ្រាវវាជាចាំបាច់បាទហើយការគ្រាវដូចខ្ញុំបានជម្រាបជូនអញ្ចឹងបើសិនតែយើងមិនមានពេលគ្រប់គ្រាន់ទេពេលដាច់ទឹកភ្លៀងនឹងប្រើកន្ត្រៃកាត់ដូចខ្ញុំអញ្ចឹងហើយបើយើងមានពេលវេលាគ្រប់គ្រាន់អាណាកពស់2ម៉ែត្រកន្លះបាច់ចុងចេះទៅបាទគ្រាន់ថាវិធីដើរបាញ់ម្ដងតិចហ្នឹងអាហ្នឹងបានលក្ខណៈគ្រួសារតិចតួចទេតែបើគេរាប់រយហាត់សឹងថាខ្ទង់ពាន់ហាត់ហើយអត់មានពេលធ្វើអញ្ចឹងកើតទេអញ្ចឹងអរគុណបងប្អូនណានេះគ្រាន់ចង់បង្ហាញជូនបងប្អូនអំពីវិធីកាត់ចុងកៅស៊ូបាទអរគុណបាទ